តាមហេតុវេលាចុងក្រោយព្រះសិអាមេត្រីអ្នកមានបុណ្យជាព្រះពោធិសត្វដែលនឹងត្រូវយើងមកក្នុងភពផែនដីមហានគររបស់ខ្មែរសង្គមពិភពលោកទាំងអស់និងក៏ក្រៅសត្វលោកទាំងឡាយដែលបានដឹងភ្ញាក់ក៏បានត្រៀមទទួលព្រះអង្គនៅក្នុងការវេលាជើខាងមុខខំធ្វើបុណ្យសាងសន្សំសិលទានភាវនាដោយសេចក្តីលំអត់លំអោនកាយវិចារចិត្តដល់ប្រសើរថ្លៃថ្លាដោយគុណអស្ចារ្យនៃព្រះពុទ្ធដែលត្រូវនិយាយមកបើបុគ្គលណាមានសិលបរិសុទ្ធនឹងបានទាន់នៅព្រះអង្គអាចទៅរកទីឋានបរមសុខទីឋានផុតទុក្ខរួមជាមួយនឹងពពួកទេវតាអ្នកសច្ចសច្ចាំងជាច្រើនដែលកាត់ខំតាំងសិលភាវនាអស់កាយជាវេលាកន្លងមកនេះក៏រងចាំពេលវេលានោះតែមួយគត់ដូចជាមនុស្សសត្វទេវតាទាំងឡាយដែររឿងរ៉ាវកកាត់កក្រាជាច្រើននឹងបានកើតឡើងព្រោះតែសង្ឃាមច្បាំងកាប់ចាក់រវាងមនុស្សនិងមនុស្សគ្នាឯងសភាវុធសពគ្រប់បែបយ៉ាងក៏បណ្ដាលឲ្យកើតឡើងព្រះអង្គព្រះស្អាមេត្រីជាព្រះដ៏មានបុណ្យនិងសម្បករបស់ព្រះអង្គជាតួអង្គអ្នកមានបុណ្យដែលយើងបំពេញបារមីផ្លូវបញ្ញាជួយដោះទុក្ខភ័យសត្វក្នុងការវេលាជាខាងមុខនេះក៏កិត្តខំប្រឹងប្រែងដើម្បីសន្សំបារមីភាវនារងចាំការវេលាកំណត់ដែលត្រូវនឹងមកដល់ទំនាកាលនៃពាក់កណ្ដាលសាសនា2500ផ្លាយតទៅមុខជប់ទុក្ខភ័យឥតស្បើយសត្វលោកកន្តើយអ្នកខ្លះមិនជឿទំនាយអ្នកខ្លះប្រមាថពពួកទេវតាអ្នកខ្លះមិនយល់ធម៌អ្នកខ្លះចម្រូងចម្រាសការគោរពដូនតាលែងគោរពទឹកដីព្រះអាទិត្យព្រះច័ន្ទលែងគោរពអ្នកថែរក្សាម្ចាស់ភពផែនដីចក្រវាឡធ្វើឲ្យរង្គោះរង្គើកាន់តែខ្លាំងអ្នកដែលមិនយល់អ្នកដែលប្រមាថទោះបីជាគេបកស្រាយប្រាប់ហេតុផលយ៉ាងណាក៏មិនស្ដាប់អ្នកដែលមានចម្ងល់អ្នកមានឧបនិស្ស័យក៏ប្រឹងតាមដានបន្តរហូតដល់បានដឹងទំនាការនេះហើយក៏កាន់ចិត្តដោយសេចក្តីបរិសុទ្ធទទួលភាពអំណរតទៅមុខទៀតក៏បានកើតញៀនដឹងបានតន់ព្រះឈ្នះមាតន់នៅអង្គព្រះមានបុណ្យតន់នៅព្រះស្អាមេត្រីព្រះបារមីនៃពោធិសត្វមហានគរគុកទលកបុរីដែលមានបុណ្យបារមីឫទ្ធិអស្ចារ្យយើងមកដល់ញៀនប្រស្យនឹងញៀនរបស់មនុស្សឲ្យបានដឹងជាក់គ្រប់គ្នាតាមនិស្ស័យនោះព្រះមហាពោធិសត្វនៃភពផែនដែននៃចក្រវាឡនៃខាងលើទីឋានដែលនៅក្នុងសាសនាដទៃដែលមនុស្សប្រកាន់ក៏បានយើងហែហោមព្រះអង្គមកកាន់ភពផែនដីបំភ្លឺមនុស្សឲ្យកាន់តែច្បាស់រវាងការគោរពព្រហ្មញ្ញសាសនាអតិទេពនិងការគោរពពុទ្ធសាសនាដែលជាផ្លូវកណ្ដាលល្អផុសផង់សម្រាប់តួអង្គមនុស្សលោកទាំងឡាយទាំងពួងហើយហេតុដែលកើតឡើងបានចឹងការយើងមករបស់ព្រះពុទ្ធអង្គមួយព្រះអង្គគឺព្រះសិអាមេត្រីពោធិសត្វជាព្រះពុទ្ធទី5នៃផុតកផែនដីនេះត្រូវបានដូនតាខ្មែរពីបុរាណកាលលោកបានចែកជាទំនាយទុកប្រាប់ដល់កូនចៅអស់មនុស្សក្នុងនគរយើងឲ្យបានដឹងថាការយើងមកនៃព្រះពុទ្ធអង្គចុងក្រោយនេះគឺមិនដល់5000ឆ្នាំនៃ